วิธีធ្វើលោតស្វិតតាមសំណពររបស់បងក៏ចង់ឲ្យម៉ែ Convert ហ្នឹងចេញវីដេអូធ្វើលោតស្វិតបានម្ដងមើលក៏ចង់មើលវីដេអូរបស់ម៉ែ Convert ម្ដងបើនិយាយពីរឿងលោតស្វិតបើថាស្រួលពេកក៏វាមិនស្រួលពិបាកពេកក៏វាមិនពិបាកដែរសម្រាប់ម៉ែ Convert កាលពីម្សិលមិញហ្នឹងក៏មានទំនេរដែរណាធ្វើលោតផងធ្វើទឹកប្រហុកផងរវល់ពេញមួយថ្ងៃទល់យប់មកដំបូងយើងធ្វើទឹកស្ករសិនហើយទឹកស្ករយើងប្រើស្ករក្រហមក៏បានប្រើស្ករសក៏បានបើបានស្ករក្រហមរឹតតែឆ្ងាញ់តែម្ដងម៉ែ Convert ប្រើស្ករសនឹងចំនួន1គីឡូហើយដាក់ទឹកនឹងចំនួន1កាធំហ្មងអ្នកនរគ្នាយើងដាក់ជាមួយនឹងស្លឹកតើយបន្តិចទៅរងាស់វានៅនឹងឲ្យពុះសិនរួចហើយយើងមកហាន់ខ្នុរហើយខ្នុរយើងហាន់វាជាចំណិតតូចៗចាំមើលតែទឹកស្កររបស់យើងចាប់ផ្ដើមពុះយើងយកខ្នុរនឹងយកទៅដាក់តែម្ដងហើយដាក់កំណាក់យូរពេកដាក់តែមកពុះមកបានហើយអ្នកនរគ្នាតែវាពុះលើកយកមកទុកជាការស្រេចឥឡូវយើងចាប់ផ្ដើមធ្វើលោតវិញម្ដងហើយលោតយើងប្រើជាមួយនឹងម្សៅឆានេះយើងប្រើចំនួន3ខាំដាក់អំបិលបន្តិចមកយើងកូរគ្រឿងផ្សំនឹងឲ្យចូលគ្នាហើយយើងទៅដួសទឹកក្តៅនេះចំនួន4វែក4វែកសម្លទូចៗហ្នឹងអ្នកទាំងអស់គ្នាហើយយើងដួសដាក់មុនដំបូងយើងដាក់2វែកសិនយើងដាក់ម្ដងបន្តិចកូរដាក់ម្ដងបន្តិចយើងកូរម្សៅយើងចេះស្មានមើលកុំឲ្យរាវពេកមកល្មមដែលយើងអាចកាច់កម្សៅបាននិយាយរួមទៅម្សៅឆាចំនួន3ខាំទឹកចំនួន4កូនវែកហ្នឹងគឺល្មមតែម្ដងមើលតែយើងចាប់ផ្ដើមដាក់ទឹកបានមកល្មមហើយយើងចាប់ផ្ដើមកាច់កម្សៅនឹងរហូតដល់ខ្លាយទៅជាល្បាយម្សៅតែមួយយើងពូតវាម្ដុំអញ្ចឹងមកប៉ុណ្ណឹងគឺរួចរាល់ហើយអ្នកនរគ្នានេះលោតពណ៌សអានេះយើងធ្វើម្សៅពណ៌សយើងទុកម្ដុំសិនបន្ទាប់មកទៀតយើងចាប់ផ្ដើមលាយម្សៅពណ៌ផ្កាឈូកវិញម្ដងយើងដាក់ម្សៅឆានេះចំនួន3ខាំដូចគ្នាហើយយើងដាក់ពណ៌ផ្កាឈូកដាក់តែបន្តិចមកបាននៅកំណាក់ច្រើនពេកហើយយើងកូរពណ៌ផ្កាឈូកនឹងចូលគ្នាបន្តិចមកដាក់អំបិលបន្តិចហើយសម្រាប់ទឹកក្តៅយើងប្រើចំនួន4វែកដូចគ្នាអ្នកទាំងអស់គ្នាយើងចាក់ចូលម្ដងបន្តិចកូរវាទៅរឿយយើងចេះប៉ានស្មានមើលកុំឲ្យរាវពេកក៏កុំឲ្យវាខាប់ពេកសម្រាប់ទឹកយើងយកមកលាយជាមួយនឹងម្សៅឆាត្រូវតែក្តៅត្រូវតែទឹកដែលដាំពុះឲ្យក្តៅបើសិនជាទឹកនឹងរាងអ៊ុនរាងត្រជាក់បន្តិចក៏យកមកលាយជាមួយនឹងម្សៅឆាក៏អត់កើតដែរម្សៅនេះលាយចោះលាយឡើងចេញពណ៌ទឹកក្រូចណានៃនោះឆ្កយងាយទៅទិញគេប្រាប់ថាពណ៌ផ្កាឈូកអ្នកទាំងអស់គ្នាឥឡូវយើងលាយរួចរាល់ហើយយើងចាប់ផ្ដើមលាយម្សៅពណ៌ខៀវវិញម្ដងសម្រាប់វិធីលាយគឺដូចគ្នាយើងដាក់ពណ៌ខៀវអញ្ចឹងមកយើងកូរពណ៌នឹងឲ្យចូលគ្នាជាមួយនឹងម្សៅបន្តិចចាំយើងទៅដួសទឹកក្តៅយកមកដាក់ហើយយើងចាប់ផ្ដើមកាច់កអ្នកទាំងគ្នាមានលាយខុសគ្នាទេលាយដូចតែគ្នាទាំងអស់សម្រាប់បងចង់បានពណ៌អីទិញពណ៌នឹងយកមកដាក់មកឥឡូវនេះម្សៅលតស្វិតរបស់យើងគឺបានលាយរួចរាល់ហើយអ្នកទាំងគ្នាទាំងអស់មាន3ពណ៌ពណ៌សពណ៌ទឹកក្រូចនិងពណ៌ខៀវឥឡូវយើងចាប់ផ្ដើមយកជ្រុញយកប្រដាប់លុញមកហើយយើងដាក់ម្សៅមីលើថាសលើជ្រុញបន្តិចមកដើម្បីកុំឲ្យម្សៅលតរបស់យើងនៅពេលដែលយើងលុញទៅវាស្អិតជាប់ថាសស្អិតជាប់ដែរហើយ Convert ចាប់ផ្ដើមធ្វើលតពណ៌សមុនគេយើងលើកវាយកម្ដុំទៅហាន់វាមកចំណិតមករួចហើយយើងយកវាមកលុញហើយដាក់ម្សៅមីផងពេលលុញហ្នឹងដើម្បីកុំឲ្យម្សៅឆារបស់យើងនឹងស្អិតជាប់ឈើវាពិបាកលុញយើងលុញមើលបានមកស្ដើងល្មមលៃលោកមកយើងចង់បានអ្នកនរគ្នាហើយយើងហាន់វាជាចំណិតតូចមកល្មមនេះម៉ែ Convert ហាន់ឲ្យមើលនៅក្នុងវីដេអូហ្នឹងអញ្ចឹងនៅពេលហាន់ហ្នឹងកុំភ្លេចលាបម្សៅមីហ្នឹងជាមួយនឹងកាបិតផងដើម្បីកុំឲ្យសរសៃលតរបស់យើងនឹងស្អិតជាប់កាបិតវាពិបាកហាន់នៅពេលដែលយើងហាន់សរសៃលតហើយគឺយើងដាក់ម្សៅមីលាយជាមួយនឹងម្សៅលតហ្នឹងដូចគ្នាយើងច្បល់វាបន្តិចដូចម៉ែ Convert ធ្វើឲ្យមើលនៅក្នុងវីដេអូហ្នឹងអញ្ចឹងដើម្បីកុំឲ្យសរសៃលតរបស់យើងនឹងស្អិតជាប់គ្នាព្រោះថាម្សៅឆាគឺវាស្អិតពណ៌សគឺយើងបានធ្វើឲ្យរួចរាល់ហើយយើងចូលដល់ពណ៌ទឹកក្រូចវិញម្ដងហើយវិធីធ្វើដូចគ្នាអ្នកគ្នាយើងយកម្សៅម្ដុំមកយកមកដាក់លុញនៅពេលដែលយើងលុញហើយយើងចាប់ដើមដាក់កាត់ហើយយើងដាក់លាយម្សៅឆាបន្តិចមកដើម្បីកុំឲ្យសរសៃលតរបស់យើងនឹងវាស្អិតជាប់គ្នាអញ្ចឹងមកអ្នកគ្នាវិធីធ្វើគឺមានតែប៉ុណ្ណឹងឯងងាយស្រួលធ្វើទេអ្នកទាំងអស់គ្នាឃើញអត់មានអីពិបាកទេយើងមានតែដុំឈើមួយមកអត់មានដុំឈើមូលអញ្ចឹងអ្នកទាំងអស់គ្នាអាចយកដង្រែបុកគ្រឿងយកមកសកត់លុញពីលើបានដង្រែបុកគ្រឿងយើងអាមូលហ្នឹងយកមកធ្វើបានដូចគ្នាឥឡូវនេះសរសៃលតរបស់យើងគឺបានធ្វើរួចរាល់ហើយមានពណ៌ខៀវពណ៌លឿងពណ៌សបន្តមកទៀតយើងចាប់ដើមដាក់ដាំទឹកឲ្យពុះទឹករបស់យើងពុះគឺយើងចាប់ដើមដាក់សរសៃលតចូលតែម្ដងហើយពេលដាក់សរសៃលតចូលគឺយើងហាមប៉ះវាដាច់ខាតទុករហូតទាល់តែវាពុះចាំយើងកូរវាបើមិនយើងកូរភ្លាមដាក់ភ្លាមកូរភ្លាមសរសៃលតរបស់យើងនឹងអាចនឹងដាច់សម្រាប់ការរំងាស់លតប្រើរយៈពេល20នាទីតែគ្រប់20នាទីគឺដឹងតែឆ្អិនហើយយើងត្រៀមទឹកកកមកថង់មកដាក់ជាមួយនឹងទឹកជីបន្តិចមកនៅពេលដែលសរសៃលតរបស់យើងចាប់ដើមឆ្អិនយើងដួសវាយកមកដាក់ក្នុងទឹកកកដើម្បីឲ្យសរសៃលតរបស់យើងនឹងកាន់តែស្បិតហើយមានរសជាតិឆ្ងាញ់សម្រាប់សរសៃលតពណ៌សសរសៃលតពណ៌ខៀវគឺយើងធ្វើដូចគ្នានៅពេលដែលយើងដាក់ចូលនៅក្នុងទឹកក្តៅហើយយើងហាមប៉ះហាមកូរវាដាច់ខាតទុករហូតទាល់តែវាពុះមិនយើងអាចកូរបានហើយរងាស់រយៈពេលតាម20នាទីមកសរសៃលតរបស់យើងឆ្អិនហើយតែអញ្ចឹងគឺចាប់ផ្ដើមឆ្អិនហើយតែប៉ុណ្ណឹងឯងរួចរាល់ហើយសម្រាប់ការធ្វើលតស្វិតរបស់យើងដួសលតឲ្យបានឆ្អិនហើយដាក់ជាមួយនឹងទឹកកកត្រាំទឹកកកឲ្យត្រជាក់បន្តិចមកនៅពេលដែលសរសៃលតរបស់យើងចាប់ផ្ដើមត្រជាក់រួចរាល់ហើយយើងយកវាមកចាក់ទឹកចេញរួចហើយយើងលាងសម្អាតសរសៃលតបន្តិចផងដូចម៉ែ Convert ធ្វើនៅក្នុងវីដេអូហ្នឹងអញ្ចឹងលា
លាងវាថ្នមតែប៉ុណ្ណឹងមកគឺរួចរាល់កុំបាច់លាងយូរពេកប្រយ័ត្នសរសៃលោតហ្នឹងជ្រុះទៅតាមកញ្ច្រែងអស់ប្រាប់វីដេអូនេះរៀងវែងបន្តិចហើយពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវម៉ែ Convert ចាប់ផ្ដើមយកទឹកស្កររបស់យើងមកហើយគឺរួចរាល់ហើយសរសៃលោតរបស់យើងក៏បានឆ្អិនទឹកស្កររបស់យើងក៏ឆ្អិនហើយទឹកស្ករឆ្អិនយូរហើយឡើងត្រជាក់អស់ហើយយើងចាប់ផ្ដើមចាក់ទឹកស្ករចូលជាមួយនឹងសរសៃលោតរបស់យើងតែម្ដងចូលជាមួយនឹងលោតរបស់យើងតែម្ដងមកអ្នកនរគ្នាដាក់ខ្ទិះដូងចូលជាមួយគ្នាក៏បានដែរកុំឲ្យញ៉ៃច្រើនតែនេះម៉ែ Convert អត់ទាន់បានដាក់ខ្ទិះដូងទេគឺដួសហូបនៅនឹងក្រៅសិនលាយខ្ទិះដូងនៅនឹងក្រៅសិនដល់ពេលយកទៅចែកក្មេងៗអាហ្នឹងបានដាក់ខ្ទិះដូងលាយចូលតែម្ដងឥឡូវម៉ែ Convert សុំដួសភ្លក់សិនហើយអ្នកនរគ្នាដាក់ជាមួយនឹងទឹកកកត្រជាក់បន្តិចមកដាក់ជាមួយនឹងខ្ទិះដូងយើងចូលបន្តិចដាក់ជាមួយនឹងទឹកដោះគោឆៅបន្តិចមកនិយាយពីថាឆ្ងាញ់យ៉ាងណាអ្នកទាំងអស់គ្នាអើយជាតិតែម្ដងមេយើងក្តៅអាកាសធាតុយើងក្តៅចេះថ្ងៃសៀលបានបង្អែមត្រជាក់យកម្ហូបចេះទៅរឹតទៅជាតិស្វាតនេះបាត់សៀងនិយាយបាត់គ្រប់ជាតិមកណានិយាយទៅខ្លួនឯងយើងហូបគឺឆ្ងាញ់អត់ធំយើងទិញទេយើងទិញនេះរត់ไปដល់ធំតិចដូងទឹកដោះគោតិចកូននេះទឹកកកត្រជាក់ថ្ងៃសៀលនេះហូបថ្ងៃសៀលណាម៉ោង2ជាងម៉ោង3នេះហើយយើងខានឲ្យខ្វះជាតិឡើងគីឡូនេះយើងបន្ថែមគីឡូស្រាប់ដល់ឃើញតែមុខម្ហូបថ្ងៃនេះគឺមានផ្អែមដល់មានបបរហុងណានេះគឺមានផ្អែមដំឡើងគីឡូតិចនេះលតស្វាត់អ្នកទាំងគ្នាចាំមកក្រោយចាំធ្វើលតធម្មតាលតលាក់តើហើយយើងរកទិញពុំមកតាន់បានដល់រកទិញពុំបានទិញប៉ែនបានយកមកធ្វើលតស្លឹកតើម្ដងឲ្យក្រោយអូខ្នល់សម្បត្តិខំអត់ចង់ដាច់ទេសើហើយសម្រាប់អានេះយកទៅទុកចែកក្មេងៗអ្នកទាំងគ្នានេះ